ជំរាបសួរក៏ដូចជាសួស្តីទៅបងប្អូនទាំងអស់គ្នានេះជាទស្សនវិជ្ជាបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះយើងដល់ខែរដូវផ្សិតប៉ក់អញ្ចឹងពុកម៉ែបងប្អូនយើងគាត់ទៅរកផ្សិតប៉ក់ហើយនេះគឺជាអ្នកភូមិយើងគាត់ទៅរកលក់ឲ្យបងជាតកែបងអាល់កុហុលហ្នឹងនិយាយអាចនិយាយបានថាគាត់ជាតកែទិញផ្សិតប៉ក់នៅក្នុងស្រុកកោះយើងម្នាក់ដែរបើនិយាយពីតកែគឺថាមានច្រើនអញ្ចឹងបងប្អូននេះគាត់ជាដឹងហើយស្រុកខ្មែរយើងគឺស្បូរទៅដោយធនធានធម្មជាតិដែលអាចឲ្យបងប្អូនជាពលរដ្ឋយើងប្រកបរបរចិញ្ចឹមជីវិតបានលក្ខណៈធម្មជាតិអាចចិញ្ចឹមគ្រួសារបានហើយរដូវនេះជារដូវខែសិប្បៈបងប្អូនហើយបើតាមខ្ញុំសួរទៅដល់ខាងបងអ្នកទិញក្នុងថ្ងៃនេះសិប្បៈអាខ្ចីអាល្អវិញហ្នឹងគឺថា1គីឡូ40000ជាងហើយអាចាស់ដែលខ្មៅហ្នឹង1គីឡូហ្នឹង20000ជាងអញ្ចឹងគឺថាថ្លៃគួរសមដែរអញ្ចឹងគាត់ថាយើងទៅរកអាចបានថាម្នាក់2គីឡូក៏ឃើញថាបាន80000ជាងដែរបងប្អូនអញ្ចឹងសិប្បៈគឺថាទីផ្សារគឺថាដើរមែនតើអញ្ចឹងនៅប្រទេសកម្ពុជាយើងមានគ្រប់រដូវដែលបងប្អូនជាពលរដ្ឋយើងគាត់អាចរករបរចិញ្ចឹមជីវិតបានដូចជាខែនេះជាដើមនេះខែនេះខែរដូវសិប្បៈហើយសិប្បៈនេះទើបតែចុះទៅកាលពីឮថាកាលពីដើមខែមុននោះពីចុងខែ5នោះ1គីឡូថា5 60000ណាតាមបងប្អូនដែលគាត់រកបានហើយនេះចុះមកដល់សល់តែ40000ជាងដែរក្នុងថ្ងៃនេះ40000ជាងបើតាមបញ្ជាក់ពីខាងបងគាត់អ្នកទិញមកគាត់ថា40000ជាងអាខ្ចីល្អវិញហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងអាចាស់ហ្នឹងគឺថា20000ជាងអញ្ចឹងរបរនេះអត់មានខុសច្បាប់ទេអ្នកណាទៅរកបានច្រើនបានអ្នកណារកបានអត់សំខាន់គឺយើងស្គាល់ព្រៃដែរបងប្អូនឬថាទៅរកដល់លវេដល់ទេណានោះអ្នកទៅរកគឺឆ្ងាយឆ្លងអូឆ្លងទឹកឆ្លងភ្នំហើយគ្រួសារខ្ញុំក៏ធ្លាប់ទៅរកដែរខ្ញុំធ្លាប់ធ្វើអូនមុនចឹងគ្រួសារខ្ញុំធ្លាប់ទៅរកដែរតែជិះម៉ូតូមិនទាន់គេអត់ស្គាល់ព្រៃទេអស់តែសាំងទេហើយទៅសុំគេគេអត់ឲ្យទៅណាបងប្អូនធម្មតាគេថាខ្លាចយើងជិះអត់ទាន់គេសិតប៉ក៏គេមានកន្លែងគេស្គាល់ព្រៃគេអត់ឲ្យយើងទៅដែរបើតាមខ្ញុំដឹងរកសិតប៉នេះហើយចាប់ពីខែនេះទៅគឺថាផ្សិតប៉គឺថាសបោហើយបងប្អូនក្នុងព្រៃឲ្យតែអ្នកស្គាល់ព្រៃហើយតាមខាងអ្នកទិញអ្នករកគាត់ថានោះទៅខាងលវេខាងទេបងប្អូនយើងអ្នកកោះញែយើងអាចរកបានសិតប៉គឺថាថ្លៃ1គីឡូ40000ជាងទៅរកបានតែ4 5គីឡូយើងឃើញលុយហើយឲ្យទៅរកបានឃើញលុយទៅបានលុយឲ្យសិតប៉ថ្លៃឆ្នាំនេះមិនថាឆ្នាំនេះឆ្នាំទៅគឺថាថ្លៃរកឆ្នាំសិតប៉គាត់នេះរៀងចុះថោកតិចទេតែវានៅសល់40000ជាងគាត់ថាថ្លៃដែរឲ្យតែយើងរកបានតែសិតប៉ក៏មិនទាន់សម្បូរប្រហែលដែរយើងអាចទៅរកបានម្នាក់រកបាន3 4 5គីឡូឯដែរហើយដូចថាអញ្ចឹងស្រុកខ្មែរយើងគឺថាសម្បូរទៅដោយធនធានធម្មជាតិគ្រប់បែបយ៉ាងអញ្ចឹងចប់ពីសិតប៉ទៅទៀតដល់ខែតាំងព្រឹកទៀតបងប្អូនអញ្ចឹងពីដើមឆ្នាំខែ1ខែ2នោះគឺរដូវរកទឹកឃ្មុំអញ្ចឹងចប់ពីទឹកឃ្មុំធ្លាក់ភ្លៀងទឹកឃ្មុំវារែងរកអញ្ចឹងបងប្អូនជាពលរដ្ឋយើងចាប់ដើមរកផ្សិតប៉ក់ហើយផ្សិតប៉ក់ពីដើមឆ្នាំនោះ1គីឡូ5 60000ណាអញ្ចឹងអ្នករកមកខ្ញុំឯងរកបានចង់ទិញហូបគាត់ហ៊ានទិញហូបតែថ្លៃដែរហើយបើតាមខ្ញុំដឹងផ្សិតប៉ក់អ្វីដែលធ្វើឆ្ងាញ់ជាងគេនេះគឺឆាខ្ញុំដឹងឆាឆ្ងាញ់ណាស់ផ្សិតប៉ក់បងប្អូនមើលទៅនេះវារបៀបរកដែលគេជីកកាយអញ្ចឹងហើយវីដេអូគឺថាព្រិលៗគឺថាបងប្អូនយើងគាត់ថតយកផ្ញើសុំគាត់ខ្លះថតយកផ្ញើចាំថ្ងៃណាដែលវាសម្បូរខ្ញុំទំនេរហ្នឹងគឺថាចាំទៅថតដល់ព្រៃតែម្ដងបងប្អូនទៅថតផ្ទាល់អ្នករកខ្ញុំទៅរកដែរមើលចាំឲ្យសម្បូរតិចតែឥឡូវមិនទាន់ទៅសម្បូរប្រហែលទេទៅរកអត់ទាន់បានហើយទេយើងអត់ទាន់ស្គាល់ព្រៃអត់ដឹងលែងរកទៅរកអត់ទាន់បានទេហើយនេះគឺរបៀបរកគឺកាយកោះអញ្ចឹងគឺថាគ្រោះថ្នាក់ដែរបងប្អូនរកគឺថាមានការប្រុងប្រយ័ត្នដែរមានពាក់ស្រោមដៃស្រោមជើងដែរព្រោះថាវាមានពស់មានអីគឺថាខ្ទួយក្អែបវាអាចតិចយើងបានអញ្ចឹងយើងចូលការមានការប្រុងប្រយ័ត្នទាំងអស់គ្នាតាមផ្លូវតាមព្រៃហ្នឹងគឺថាបងប្អូនយើងគាត់ទៅរកឆ្ងាយណាបងប្អូនហើយនៅក្នុងហ្នឹងនិយាយទៅផ្សិតវាមានផ្សិតប៉ក់មានផ្សិតកងោកអីហើយចាប់ដើមដុះហើយបងប្អូនយើងក៏រកបានច្រើនដូចថាហើយវីដេអូនេះមានអីបងគឺថាមានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនយើងអ្នកកោះញែកទៅតាមឬតំណឹងអ្នកទិញគាត់ថានៅខាងលវេដុះច្រើនណាយើងអាចទៅរកបានទៅខាងលវេដុះច្រើនហើយ1គីឡូ40000ជាងបងប្អូនរកបានតែ10គីឡូឃើញ40000ជាងហ្នឹងហើយអរគុណច្រើនបានត្មងហើយញ៉ែបហ្នឹងម៉ែបញ្ញាអើយនៅលើគោកមានណាបងប្អូនទៅខ្វែងអញ្ចឹងមាននេះ